សង្កេតមើលចិនផ្សព្វផ្សាយអំពីសេចក្តីចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបង្ហាញឲ្យឃើញថាចិនស្ទុះស្ទែខ្លាំងមែនតើចឹងនៅក្នុងការដែលពិភពលោកប្រើប្រាស់នៅផលិតផលវិទ្យាសាស្ត្រនិងផលិតផលបច្ចេកវិទ្យារបស់ចិនបើវាមិនប៉ះពាល់ដល់សន្តិសុខខ្លួនទេគឺបានសេចក្តីថាការប្រើប្រាស់បានទទួលនៅផលល្អជាទីបំផុតបានទទួលនៅផលល្អជាទីបំផុតរីឯចំពោះអ្នកដែលប្រើប្រាស់ទៅវាប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនក៏មិនប្រើរីឯប្រទេសជឿនលឿននានាក៏សង្កេតមើលថាតើការជឿនលឿនរបស់ចិនដែលចេញជាផលិតផលវិទ្យាសាស្ត្រនិងផលិតផលបច្ចេកវិទ្យាក៏គេចង់ដឹងថាតើផលិតផលវិទ្យាសាស្ត្រនិងផលិតផលបច្ចេកវិទ្យារបស់ចិនអាចនឹងប្រើប្រាស់បានឬទេបើប្រើប្រាស់បានគេអនុញ្ញាតឲ្យផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យាចិនចូលលក់ដូរបម្រើសេវាកម្មនៅប្រទេសគេដោយឡែកបើសិនណាជាមិនសវត្ថិភាពចំពោះសន្តិសុខជាតិទេគេក៏មិនឲ្យចូលដែរអញ្ចឹងលើវិស័យផលិតផលវិទ្យាសាស្ត្រនិងសេដ្ឋកិច្ចគឺកំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យនៃសេចក្តីចម្រើននិងការខំប្រឹងប្រែងកសាងសេដ្ឋកិច្ចនៅក្នុងនេតិនេះពីយប់មិញខ្ញុំបាននិយាយអំពីការរកឃើញនៃអ្នកវិទ្យាសាស្ត្រចិនតកតងទៅនឹងការរកឃើញបច្ចេកវិទ្យាដែលធ្វើឲ្យនាវាមួយទឹករបស់ចិនរត់បានលឿននៅក្នុងទឹកហើយមានសំឡេងតិចជាទីបំផុតដែលធ្វើឲ្យsonar detection system របស់កងជើងទឹកដតីមិនងាយនឹងចាប់បាននៅនាវាមួយទឹករបស់ចិននោះទេត្រង់នេះចិនបានអះអាងថាគាត់ឈានមុខក៏ប៉ុន្តែលោកសេរីមិនមានឆ្លើយតបអ្វីទេហើយក៏គ្មានការភ្ញាក់ផ្អើលឆោឡោស្លន់ស្លោបារម្ភនឹងហានិភ័យមកពីកម្លាំងជើងទឹកកម្លាំងនាវាមួយទឹករបស់ចិននោះដែរចិនបានអួតអាងជារៀងរាល់ថ្ងៃអំពីអ្នកវិទ្យាសាស្ត្រចិននៅអាមេរិកដែលវិលត្រឡប់ទៅរស់នៅស្រុកចិនវិញដូចជាថ្ងៃនេះចិននិយាយពីអ្នកវិទ្យាសាស្ត្រចិនម្នាក់ក្រោយពីបានរស់នៅសហរដ្ឋអាមេរិកបាន
35ឆ្នាំហើយជាអ្នកវិទ្យាសាស្ត្រខាងsleep and brain function ខាងអាការៈនិងសភាវៈតកតងនឹងអាការៈខួរក្បាលនិងការដេកពួនឈ្មោះហៅថាដាងយ៉ាងគាត់ជាអ្នកវិទ្យាសាស្ត្រដែលគេហៅថា neuroscientist បានសម្រេចវិលត្រឡប់ទៅរស់នៅស្រុកចិនវិញក្រោយពីរស់នៅសហរដ្ឋអាមេរិកអស់35ឆ្នាំគាត់ត្រឡប់ទៅធ្វើការស្រុកចិនវិញចិនក៏ផ្សាយរៀងរាល់សប្តាហ៍រៀងរាល់ខែចិនផ្សាយអំពីអ្នកប្រាជ្ញចិនដែលចាក់ចេញពីជីវិតនៅយុរ៉ុបនិងជីវិតនៅសហរដ្ឋអាមេរិកវិលត្រឡប់ទៅរស់នៅស្រុកចិនវិញរឿងនេះគឺជារឿងដែលការផ្សព្វផ្សាយរបស់ចិនគាត់គិតថាវាអស្ចារ្យក៏ប៉ុន្តែអ្វីដែលបង្ហាញនៅចំណុចខ្សោយរបស់ចិនថាតើហេតុដូចម្ដេចបានជាអ្នកវិទ្យាសាស្ត្រស្រីប្រុសអស់នោះមករស់នៅអាមេរិក30-40ឆ្នាំបានសេចក្តីថាអ្នកវិទ្យាសាស្ត្រចិនអស់នោះគាត់មករស់នៅអាមេរិក30-40ឆ្នាំពីព្រោះគាត់មកសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិកនិងយុរ៉ុបហើយគាត់ក៏ប្រឹងប្រែងរកសិទ្ធិជ្រកនៅលើទឹកដីយុរ៉ុបនិងអាមេរិក30-40ឆ្នាំគាត់បានទទួលការងារធ្វើបានទទួលជីវភាពទទួលសិទ្ធិសេរីភាពសុខដុមរមនាហើយនឹងសេរីភាពខាង academic គឺសេរីភាពខាងការសិក្សាស្រាវជ្រាវហើយគាត់ក៏ធ្វើការដកពិសោធន៍20-30ឆ្នាំនៅក្នុងក្រុមហ៊ុនយុរ៉ុបនៅក្នុងស្ថាប័ននិងអង្គការយុរ៉ុបក្រុមហ៊ុនស្ថាប័ននិងអង្គការអាមេរិកសំណួរសួរថាតើហេតុដូចម្ដេចបានជាអ្នកវិទ្យាសាស្ត្រអស់នោះមកស្នាក់នៅអាមេរិកយុរ៉ុប30-40ឆ្នាំម៉េចក៏គាត់នៅទីនេះហើយតើគាត់បានចំណេះដឹងคล้ายទៅជាអ្នកវិទ្យាសាស្ត្រនោះពីណាទី1ចំណេះដឹងដែលគាត់คล้ายទៅជាវិទ្យាសាស្ត្រគឺសាលានៅអាមេរិកអឺរ៉ុបបានសេចក្តីថាសាលានៅប្រទេសចិនមិនអាចឲ្យគាត់មានចំណេះដឹងអស់នឹងទេទី2គាត់คล้ายទៅជាអ្នកវិទ្យាសាស្ត្របានដោយសារការងារបន្ទាប់ពីសិក្សាដោយសារការងារគាត់ស្រាវជ្រាវនៅយុរ៉ុបអាមេរិកបានសេចក្តីថានៅស្រុកចិនគាត់គ្មានឱកាសคล้ายទៅជាអ្នកវិទ្យាសាស្ត្រទេបន្ទាប់មកទៀតគាត់វិលទៅវិញតើគាត់វិលទៅវិញទៅជួយស្រុកគាត់ឬក៏ទៅចូលរួមក្នុងគម្រោងនានាការសិក្សាស្រាវជ្រាវនានាគាត់ត្រឡប់ទៅវិញនោះគាត់យកអ្វីទៅគាត់ត្រឡប់ទៅវិញអ្នកវិទ្យាសាស្ត្រចិនប្រុសស្រីវិលត្រឡប់ទៅស្រុកវិញយកចំណេះដឹងនិងពិសោធន៍ខ្លួនទៅចែកចាយឲ្យសិក្ខាកាមចិននៅស្រុកចិនវាជារឿងប្រយោជន៍របស់ជនជាតិចិនដូច្នេះពេលគាត់ត្រឡប់ទៅវិញតើគាត់នឹងមានសិទ្ធិសេរីភាពដើម្បីធ្វើការសិក្សាចែកចាយ
នៅពិសោធន៍របស់គាត់បានទូលំទូលាយដោយគាត់ធ្វើនៅយុរ៉ុបនិងអាមេរិកទេ តែគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់នឹងធ្វើទេវាជាការពិតហើយអង្គការបច្ចិនឲ្យប្រាក់ខែ1ជា2ជា3ឲ្យសម្ភារៈឧបត្ថម្ភមានរៀបផ្ទះឲ្យដោយមិនបាច់ចាញ់លុយឲ្យឡានជិះឲ្យប្រាក់ខែ1ជា2ជា3ឲ្យតំណែងហើយឲ្យកិត្តិយសវាជាការពិតក៏ប៉ុន្តែតើសេរីភាពរបស់គាត់ដែលគាត់ចំណាយដកពិសោធន៍សេរីភាព30-40ឆ្នាំនៅអាមេរិកនិងយុរ៉ុបហ្នឹងយកទៅប្រើបាននៅស្រុកចិនឬទេនឹងជាចំណែកមួយទៀតបរិស្ថានផ្នែកសេរីភាពប្រាជ្ញាដែលគេហៅថា intellectual freedom ឬក៏ជា academic freedom តើគាត់នឹងទទួលបានយ៉ាងណានេះគឺជារឿងរបស់គាត់ទៅមុខទៀតបើគាត់នៅសហរដ្ឋអាមេរិកឬយុរ៉ុប30-40ឆ្នាំគាត់អាចបំពេញការងារ10ទៅ20ឆ្នាំទៀតនៅស្រុកចិនតើក្រោយពីគាត់បានយកចំណេះដឹងរបស់លោកសេរីទៅចែកចាយជនរួមជាតិគាត់តើគាត់ទទួលបាននៅសេរីភាពដែលគាត់ធ្លាប់មាននៅយុរ៉ុបនិងអាមេរិកនោះឬទេហើយរឿងសេរីភាពនេះតាក់ទងនឹងចំណុចមួយតាក់ទងនឹងប្រាជ្ញានិងការដោះដាលបើសិនអ្នកប្រាជ្ញគ្មាន intellectual freedom គ្មាន academic freedom គ្មានសេរីភាពផ្នែកខាង academic និងបញ្ញា intellectualism អត់អាចនឹងចម្រើនបានទេគាត់អាចយកអ្វីទៅចែកចាយបានប៉ុន្តែគាត់អត់មានសេរីភាពគ្រប់គ្រាន់នឹងប្រើប្រាស់វាត្រង់នេះហើយដែលលោកសេរីអាមេរិកក្តីអឺរ៉ុបក្តីគេមិនបានភ្ញាក់ផ្អើលរឿងអ្នកប្រាជ្ញចិនទៅពីអាមេរិកវិលទៅចិនវិញឬអ្នកប្រាជ្ញចិនទៅពីយុរ៉ុបវិលទៅចិនវិញទេពីព្រោះអ្វីពីព្រោះនៅអាមេរិកក្តីនៅយុរ៉ុបគេផលិតអ្នកប្រាជ្ញរាល់ថ្ងៃហើយគេផលិតបានអ្នកប្រាជ្ញល្អមិនមែនដោយសារចិនអ្នកប្រាជ្ញហ្នឹងនៅអាមេរិកហ្នឹងវាអត់មានអ្នកប្រាជ្ញអាមេរិកធ្វើការទេសំបីតែអ្នកប្រាជ្ញចិនហ្នឹងទាំងអស់នៅអាមេរិកហ្នឹងចាក់ចែងពីអាមេរិកក៏អាមេរិកវាអត់ដួលដែរពីព្រោះវាជាអ្នកបណ្ដុះបណ្ដាលអ្នកប្រាជ្ញហ្នឹងមិនមែនអ្នកប្រាជ្ញហ្នឹងចាក់ចែងពីអាមេរិកទៅអាមេរិកដួលទេអឺរ៉ុបដូចគ្នាមិនមែនអ្នកប្រាជ្ញចិននៅយុរ៉ុបហ្នឹងចាក់ចែងទៅយុរ៉ុបដួលទេពីព្រោះយុរ៉ុបជាថ្នាលបណ្ដុះបណ្ដាលអ្នកប្រាជ្ញហ្នឹងចំណែកឯរឿងខាតចំណេញនៃចំណេះវិជ្ជាវាជាការទូទាត់ផ្សេងទៀតជាការទូទាត់ផ្សេងទៀតនៅពេលដែលចិនអស់នឹងនៅយុរ៉ុបកាលមករៀនក៏បង់ថ្លៃសាលាដល់ចេញធ្វើការក៏បង់ពន្ធបម្រើកិច្ចការក្នុងស្ថាប័នអង្គការក្រុមហ៊ុនយុរ៉ុបអាមេរិកក៏ធ្វើការឲ្យគេហើយគេក៏បង់ប្រាក់បៀវត្សឲ្យដល់ខ្លួនត្រឡប់ទៅវិញខ្លួនអត់ជំពាក់អាមេរិកឬយុរ៉ុបទេហើយអាមេរិកនិងយុរ៉ុបក៏អត់ជំពាក់អ្នកប្រាជ្ញចិនអស់នឹងដែរវាទូទាត់គ្នាទៅវិញទៅមកហើយវាមិនមានគ្រោះភ័យវាមិនមានហានិភ័យអ្វីដែលថាអ្នកប្រាជ្ញចិនចាក់ចេញពីអាមេរិកនិងអឺរ៉ុបទៅស្រុកចិនវិញហ្នឹងធ្វើឲ្យខ្វះអ្នកប្រាជ្ញទេពីព្រោះអ្វីពីព្រោះយុរ៉ុបហើយនិងអាមេរិកហ្នឹងជាអ្នកផលិតអ្នកប្រាជ្ញចុះចិន
ចិនផលិតអ្នកប្រាជ្ញរាប់លានអ្នកក៏ប៉ុន្តែអ្នកប្រាជ្ញចិនហេតុដូចម្ដេចបានត្រូវការអ្នកប្រាជ្ញចិនពីអាមេរិកពីយុរ៉ុបដែលត្រូវការនឹងពីព្រោះ intellectual freedom ហើយនឹង academic freedom នៅស្រុកចិនវាអត់មានឱកាសនឹងធ្វើឲ្យខួរក្បាលអ្នកប្រាជ្ញនៅស្រុកចិននឹងលូតលាស់លើសពីការកំណត់របស់អង្គការបកទេត្រង់នេះហើយដែលសហរដ្ឋអាមេរិកក្តីយុរ៉ុបក្តីមិនមានការភ្ញាក់ផ្អើលទាល់តែសោះនៅពេលដែលអ្នកប្រាជ្ញចិនចាក់ចេញពីអាមេរិកឬចាក់ចេញពីយុរ៉ុបវិលទៅរស់នៅស្រុកចិនវិញតែប្រទេសចិនគាត់មិនបានគិតអញ្ចឹងទេគាត់គិតថាជាមុខមាត់គាត់យល់ឃើញថាអ្នកប្រាជ្ញដែលវិលទៅស្រុកចិនវិញគឺជាអ្នកស្នេហាជាតិតែផ្ទៃក្នុងបកមិនបានគិតអញ្ចឹងទេផ្ទៃក្នុងបកអ្នកប្រាជ្ញចិនប្រុសស្រីណាមួយដែលវិលទៅស្រុកចិនវិញត្រូវតែធ្វើឲ្យបកចំណេញបើធ្វើឲ្យបកមិនចំណេញបកនឹងកំចាត់ចោលបកឲ្យមាសឲ្យពេជ្រឲ្យមុខឲ្យមាត់ឲ្យតួនាទីឲ្យតំណែងឲ្យផ្ទះឲ្យឡានក៏ប៉ុន្តែបើមិនចំណេញឬក៏បកប្រើប្រាស់អ្នកប្រាជ្ញនឹងទៅដល់ចំណុចមួយដែលបកអត់ត្រូវការប្រើបកនឹងក្រវត្តចោលអ្នកប្រាជ្ញនឹងអ្នកប្រាជ្ញនឹងបាត់បង់ផ្ទះសម្បែងបាត់បង់តំណែងបាត់បង់ការទទួលស្គាល់ជាកិត្តិយសរហូតដល់បកចងជើងដូចមន់អញ្ចឹងពលគឺទី1អ្នកប្រាជ្ញចិនណាដែលវិលត្រឡប់ទៅវិញបកបបួលឲ្យបោះបង់ចោលសញ្ជាតិបរទេសក្នុងនាមថាស្មោះត្រង់នឹងចិនបើទៅពីអាមេរិករស់នៅអាមេរិក30-40ឆ្នាំឲ្យបោះបង់ចោលសញ្ជាតិអាមេរិកកាំងបោះបង់ចោលនឹងជួនកាលឲ្យប្រកាសជាសាធារណៈទៀតដើម្បីឲ្យវាលយគឺប្រកាសបោះបង់ចោលសញ្ជាតិអាមេរិកប្រកាសបោះបង់ចោលសញ្ជាតិយុរ៉ុបចិនបបួលឲ្យធ្វើអញ្ចឹងបន្ទាប់មកទៀតចិនបបួលឲ្យប្រើពាក្យសម្ដីប្រឆាំងនឹងអាមេរិកអឺរ៉ុបឲ្យចេញមុខសំអប់ចេញមុខបន្ទាបចេញមុខបន្តោសបង្អាប់អាមេរិកឬក៏ឲ្យធ្វើកិច្ចការណាដែលអាមេរិកនិងយុរ៉ុបហ្នឹងដាក់អ្នកប្រាជ្ញហ្នឹងនៅក្នុងបញ្ជីខ្មៅសំណួរសួរថាមិនបានបកចិនគាត់ធ្វើអញ្ចឹងគឺគាត់ចងអ្នកប្រាជ្ញចិនដែលវិលទៅវិញហ្នឹងឲ្យចូលទៅក្នុងបញ្ជីខ្មៅកុំឲ្យវិលមកអាមេរិកវិញកុំឲ្យវិលទៅយុរ៉ុបវិញគឺថាចូលទៅកុម្មុយនីសគឺដាច់ហ្មងកុម្មុយនីសមិនត្រូវការកុម្មុយនីសចាប់ដាក់គុកឬក៏កុម្មុយនីសក្បត់ចោលតែឯងអត់មានច្រកទៅវិញទេពីព្រោះនៅក្នុងមុខសញ្ញានយោបាយរបស់បកគាត់គិតថាអ្នកដែលទៅវិញសិតតែពួកក្បត់ទេដែលគាត់ស្វាគមន៍ដែលគាត់អបអរដែលគាត់ឲ្យកិត្តិយសនេះគឺគាត់យកទៅប្រើទេអ្នកឯងបានមករៀននៅស្រុកអាមេរិកនៅស្រុកអឺរ៉ុបអ្នកឯងគៀកនៅនេះមិនទៅស្រុកវិញអ្នកឯងក្បត់បកចឹងពេលអ្នកឯងទៅវិញបកបញ្ឆោតអ្នកឯងហើយឲ្យអ្នកឯងនិយាយស្ដីតបតមកអាមេរិកតបតមកយុរ៉ុបឲ្យចូលបញ្ជីខ្មៅបកបបួលឲ្យអ្នកឯងបោះបង់ចោលសញ្ជាតិបកឲ្យអ្នកឯងធ្វើកិច្ចការដែលអាមេរិកនិងយុរ៉ុបឃើញថាជាកិច្ចការប្រឆាំងនឹងលោកសេរីដល់ពេលអស់ប្រយោជន៍បកកវត្តចោលពីព្រោះបកចាត់ទុកថាអ្នកប្រាជ្ញចិនរូបនឹងជាមនុស្សក្បត់ទេ
នេះបាក់គាត់ធ្វើអញ្ចឹងដូចគាត់ស៊ីអំពិលផ្អែមអញ្ចឹងគាត់ជក់យកសាច់អំពិលអស់គាត់ស្ដោះក្របចោលដូច្នេះការអួតអាងប្រចាំសប្តាហ៍ប្រចាំខែប្រចាំថ្ងៃរបស់ចិនពីអ្នកប្រាជ្ញចិននេះអ្នកប្រាជ្ញចិននោះឈប់នៅអាមេរិកឈប់នៅយុរ៉ុបវាជារឿងអាចក្បីវាជារឿងអាចក្បីហើយទោះបីអ្នកប្រាជ្ញអស់នឹងត្រូវបានគេលួងលោមឲ្យវិលទៅស្រុកវិញក៏ដោយក៏អាមេរិកអឺរ៉ុបនឹងវាអត់ខ្វះអ្នកប្រាជ្ញទេវាអត់ខ្វះអ្នកប្រាជ្ញទេវាអត់ខ្វះអ្នកប្រាជ្ញហើយយើងមើលឃើញផលិតផលវិទ្យាសាស្ត្រនិងផលិតផលបច្ចេកវិទ្យាផលិតផលវិទ្យាសាស្ត្រនិងផលិតផលបច្ចេកវិទ្យាភាគច្រើនវាផលិតនៅស្រុកចិន made in China ក៏ប៉ុន្តែបតង់របស់វាណា patent របស់វា royalty កម្មសិទ្ធិប្រាជ្ញារបស់វារចនាកម្មរបស់វា design របស់វាណា prototype របស់វា prototype របស់វាគឺសត្វតែជាវណ្ណកម្មដែលគេរកឃើញនៅអឺរ៉ុបនិងអាមេរិកវាមិនមែនបោះចិនទេតែវា made in China ទូរទស្សន៍កំណត់ 4K ទៅដល់ 8K ឬក៏ Super HD ឬក៏ HD ទូរទស្សន៍រូបរាងសពគ្រប់មិនមែន design បោះចិនទេកញ្ចក់ quality មិន design បោះចិនទេនៅក្នុងតួ TV សូម្បីតែ processor ក៏មិនជា design បោះចិនដែរគឺជា processor ដែលមាន original design patent ហើយនឹង royalty របស់លោកសេរីវា made in China តែមិនមែនចិនអ្នកទៅរកឃើញផលិតទូរទស្សន៍នឹងទេវាមានទូរទស្សន៍វាងទូរទស្សន៍ C ទូរទស្សន៍ Q ទូរទស្សន៍S ទូរទស្សន៍ស្អីក៏ដោយចិន made in China 100% តែdesign concept របស់វាមិនមែនបោះចិនណាបន្ទាប់មកទៀតwhatever behind the screen ដែលវា power picture graphic speed refreshment វាមិនមែនជា technology ដែល founded ដោយចិនទេត្រង់ហ្នឹងបង្ហាញថាចិនអត់ទាន់រកឃើញទេចិនអាចផលិតបានទាំងអស់តែអ្វីដែលវាត្រូវនឹងទីផ្សារលោកសេរីក៏ប៉ុន្តែរបស់ដែលត្រូវនឹងទីផ្សារលោកសេរីមិនមែនចិនគាត់ design យកមកលក់ហើយលោកសេរីនឹងទិញប្រើជាផលិតផល originally invented and designed ដោយចិនទេវាជាផលិតផលដែល design invented ដោយយុរ៉ុបនិងអាមេរិកដូច iPhone វាផលិតនៅស្រុកចិនប៉ុន្តែខាងក្នុងវាទាំងតួវាទាំងបច្ចេកវិទ្យាវាគឺជាការចងក្រងរបស់ក្រុមហ៊ុន Apple អាមេរិកដែលចិនគាត់មានតែចម្លងតាមតែគាត់មិនមែនជាម្ចាស់នៃរចនាកម្មនឹងទេម្ចាស់នៃ design ទេគាត់មិនមែនជាម្ចាស់នៃ power behind iPhone នឹងទេគាត់មិនមែនជាម្ចាស់នៃ technology របស់ iPhone នឹងទេគាត់គ្រាន់តែជាអ្នកដែល Apple ជួលឲ្យផលិតគាត់ចេះផលិត design របស់គេ
រហូតដល់ Q control quality control ក៏គេជាអ្នកកំណត់ quality control គុណភាពត្រង់នេះងាកទៅការជឿនលឿនការប្រកាសការឃោសនារៀងរាល់ថ្ងៃពីសេចក្តីរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនគឺឃើញដូចផ្សិតចឹងមកដល់ពេលនេះមានតិចតួចបំផុតតែការរកឃើញការប្រកាសរបស់ចិននោះคล้ายទៅជាផលិតផលដែលមនុស្សនៅក្នុងពិភពលោកប្រើសូម្បីតែឡាន BYD ក៏នៅខាងក្នុងឡាននោះវាប្រើរបស់សូម្បីតែថ្មឡាន design concept ដំបូងគឺបោះលោកខាងលិចទើបចិនវាយកទៅធ្វើនាវាមុជទឹករបស់ចិនសហភាពសូវៀតបានដួលរលំបាត់ទៅហើយ30ឆ្នាំជាងហើយប៉ុន្តែ design នាវាមុជទឹកចិនអត់ទាន់ design ខ្លួនឯងកើតទេនៅប្រើ prototype ចម្លងពីអតីតសហភាពសូវៀតយន្តហោះចម្បាំងរបស់ចិនមួយចំនួនគឺជា prototype សូវៀតមួយចំនួនគឺជា prototype លាយឡំនឹងការលួច design ពីលោកខាងលិចគ្មាន design ចិនចេញជាយន្តហោះទេទាំងយន្តហោះដឹកអ្នកដំណើរស៊ីវិលនិងយន្តហោះចម្បាំងនាវាដូចគ្នាអត់មាន design ចិនទេត្រង់ហ្នឹងចិនជាប់លេខ1ខាងផលិតតែចិនមិនមែនលេខ1ខាង design និង development ទេចិនជាប់លេខ1ខាងផលិតឲ្យច្រើនតែចិនមិនមែនលេខ1ខាងកកើតវត្ថុនិងផលិតផលទេត្រង់នេះហើយដែលលោកខាងលិចអឺរ៉ុបក្តីអាមេរិកក្តីមិនដែលទៅប្រកួតប្រជែងនឹងចិនទេពីព្រោះគេត្រូវការចិនឲ្យចិនជាអ្នកផលិតដូចខ្ញុំធ្វើ show ខ្ញុំតែងតែរំលឹកថាចៅវាយពិភពលោកគឺត្រូវការចិនជាអ្នកផលិតត្រូវការប្រទេសចិនជាទីតាំងផលិតនេះតាក់ទងនឹងគេហៅថាបច្ចេកវិទ្យារបស់ចិនខ្លាំងក្លាតែខ្លាំងក្លាយ៉ាងណាគឺខ្លាំងក្លាវាទាល់តែទី1 research and development ហ្នឹងវាជាណា research and development originally Chinese វាជា concept របស់ Chinese original concept original ណា invention original ណា prototypes ណា original tech វាទាល់តែ original បានវារបស់ចិនណាហើយដល់ក្រោយមកវាคล้ายទៅជា China made product ផលិតផលរបស់ចិនហើយបានរបស់អស់ហ្នឹង selling to consumer លក់ទៅឲ្យបរទេសគេប្រើដែលនៅក្នុង product ហ្នឹងវាមាន warranty
វាមាន warranty ណាវាមាន warranty ការធានាវាមាន service and support ដែលមានគុណភាពណាដែល China ហ្នឹង stands behind her products បើវាអត់ទាន់មានអាហ្នឹងទេឬក៏វាខ្វះអានោះមិនទាន់អាចសម្រេចបានថាចិនគាត់វ៉ាហួសយុរ៉ុបនិងអាមេរិកទេ